សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញពីការដាក់រូបភាពមានចលនានៅលើ screen ទូរស័ព្ទរបស់យើងតាមរយៈកម្មវិធី Into Live អញ្ចឹងជាដំបូងអ្នកទាំងអស់គ្នាត្រូវមានវីដេអូខ្លីៗនៅក្នុងទូរស័ព្ទអ្នកទាំងអស់គ្នាសិនបន្ទាប់មកយើងចូលទៅក្នុងកម្មវិធី Into Live ហ្នឹងហើយយើង select ទៅក្នុង Live Wallpaper បន្ទាប់មកយើង click លើវីដេអូខ្លីរបស់យើងហ្នឹងមកបន្ទាប់មកទៀតយើង click done បន្ទាប់មកយើង click លើសញ្ញាព្រួយខាងលើដើម្បី export photo របស់យើងហ្នឹងបន្ទាប់មកយើងចូល photo យើង select យក alive នេះ alive wallpaper ហ្នឹងបន្ទាប់មកយើង click លើសញ្ញាព្រួយហ្នឹងទៀតហើយ scroll ចុះក្រោមយើងយកពាក្យថា use as wallpaper បន្ទាប់មកយើង make sure ថាយើងបើកឲ្យវា live ឲ្យវាចេញអញ្ចឹងឲ្យវាមានចលនាអញ្ចឹងបន្ទាប់មកយើង click add អាពណ៌ខៀវខាងលើនោះយើង click ពាក្យ add ហ្នឹងទៅហើយយើងរើសយកពណ៌ដែលយើងចង់បានណាបន្ទាប់មកយើង click យក set as wallpaper pair អញ្ចឹងណារួចរាល់ហើយអញ្ចឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានហើយសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូមួយនេះជួបគ្នានៅវីដេអូក្រោយបាយបាយ